បាទអសូមជម្រាបសួរពុកម៉ែបងប្អូនជួបគ្នាសារជាថ្មីថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនយើងពីរបៀបនៃការបញ្ចូលការទូរស័ព្ទជាមួយនឹង app របស់ធនាគារ KB ប្រាសាអូខេកុំឲ្យខាតពេលវេលាយូរខ្ញុំសូមចាប់ផ្ដើមតែម្ដងសម្រាប់បងប្អូនយើងដែលមាន app ធនាគារ KB ប្រាសាយើងអាចបញ្ចូលការទូរស័ព្ទបានយ៉ាងងាយបាទទី1យើងចូលទៅ app ធនាគារ KB ប្រាសាមកបាទទី2បងប្អូនយើងមើលពាក្យថាបញ្ចូលទូរស័ព្ទបាទមើលតាមសញ្ញាព្រួយមកទី3សម្រាប់បងប្អូនយើងអញ្ចឹងនៅពេលដែលយើងចុចបញ្ចូលទូរស័ព្ទបើសិនជាករណីបងប្អូនយើងចង់បញ្ចូលលេខខ្លួនឯងគឺវា load auto តែម្ដងហើយចំនួនកាតវាឲ្យយើងជ្រើសរើសណាបាទយើងបញ្ចូល$1 $2 $3 អីទៅតាមអ្វីដែលយើងចង់ទទួលទៅអូខេហើយករណីមួយនេះខ្ញុំបញ្ចូលលេខអ្នកដទៃមិនមែនជាលេខរបស់យើងបាទបងប្អូនយើងអាចមើលលេខទី1 071 2009 318ហើយលេខទី2នេះ088 987 82បាទសម្រាប់បងប្អូនយើងដែលចង់បញ្ចូល smart ក៏បានដែរបាទយើងវាយលេខ smart ចូលមកបាទអញ្ចឹងយើងបញ្ចូលកាតទូរស័ព្ទដែលយើងចង់បញ្ចូលមកយើងចុចពាក្យថាដាន់មកវាចេញតម្រង់បែបនេះនៅពេលយើងចុចពាក្យថាដាន់គេឲ្យយើងបញ្ជាក់បន្តិចផ្ទៀងផ្ទាត់អូខេមេទៅពេលដែលយើងចុចផ្ទៀងផ្ទាត់ហើយយើងចុចបញ្ជាក់ទៅហើយយើងដាក់លេខកូដទៅគឺជាការស្រេចបាទខ្លីៗអរគុណច្រើនបងប្អូន